ឡើងឯសានvậy nhiệt xuaបង បាទអូនជំរាបសួរឡាននេះ model អីគេដែរ ចាបងប្រភេទឡាននេះដែរ model ដងហ្វង LR7 ណាបង ឡាននេះអាចប្រើអគ្គិសនីសុទ្ធក៏ប្រើសាំងដែរ ចាបងតែតជាមួយឡាននេះដែរយើងប្រើទាំងអគ្គិសនីប្រើទាំងសាំងណាបង អូអានេះមើលទៅរវាងដូចអត់សូវស៊ីសាំងនេះអានេះ100គីឡូចំណាយអស់ប៉ុន្មានទៅ សម្រាប់ឡាននេះដែរ100គីឡូគឺស៊ីសាំងតិចខ្លាំងមែនតើបងស៊ី12ទៅ3លីត្រអីទេបងសម្រាប់ឡានហ្នឹង អានេះបើយើងប្រើអគ្គិសនីសុទ្ធរត់បានប៉ុន្មានទៅ បាទអគ្គិសនីសុទ្ធតាក់ទងមួយឡាននេះដែរបងអាចរត់បានរហូតដល់110គីឡូហ៎បង អូល្អណ៎ ចាបង ចុះបើយើងចាក់សាំងមកពេញទាំងអគ្គិសនីមកពេញប្រើបានប៉ុន្មានអី ប្រើបានបងប្រើបានរហូតដល់1400គីឡូបង 1400គីឡូ ចាហ្នឹងហើយបងឡាននេះគឺថាប្រើបានច្រើនខ្លាំងមែនតើបង រូបរាងស្អាតដូចឡានស្ពអញ្ចឹងណា ចាបងព្រោះឡាននេះគឺ design មកបែបលក្ខណៈបែបឡានស្ពងបងក៏អីខាងក្នុងគឺប្រភេទស្បែកពុក VIP បង អូលយនេះវាស្តៀងបែបស្ពបន្តិចបែប SUV បន្តិចណា ហ្នឹងហើយបង នេះមាន option ទំនើបអីខ្លះដែរ ចាបងអត់ទេតោះមួយ option ខាងក្នុងយើងមានជាមួយនឹងកាមេរ៉ា360បងអាចមើល map បានហើយមានជាមួយនឹងកៅអីអូតូហើយគូក្រែអូតូទៀតបង អានេះតម្លៃប្រហែលប៉ុន្មានអូ តម្លៃតែ 25,500 20000ជាង ចាតម្លៃគឺថាតែ 20000 ស្ដើងទេបង អូស្អាតណាស់នេះ brand ដងហ្វង់ត្រូវ ចាបងប្រភេទដងហ្វង់ LR7 បង អូស្អាតខ្លាំងអូឡាននេះគាត់តែចូលមកវាស្រៀងនឹង Lamborghini ហ្មងទាំងកន្លែងសិទ្ធិជាអីស្អាតហ្មងស្មើនឹងតម្លៃ 100000 ជាង 2000000 តែអានេះតម្លៃត្រឹមតែ 20000 ជាងហើយសម្រាប់ option ពិសេសអីមានអីខ្លះអូន ចាបង option យើងមានច្រើនណាស់បងមានជាមួយនឹងកាមេរ៉ា360 អូ មានជាប់ជាមួយនឹង Google Map ហើយក៏មានជាមួយនឹង YouTube ដូចគ្នាបង អូអានេះកំពុងតែយើងអង្គុយអញ្ចឹងអានេះកំពុងតែប្រឆាំងបើសិនឬក៏ប្រើ EV សុទ្ធដែរបងវាស្ងាត់ឆឹងប្រហែលហ្នឹង ចាបងអត់តាក់ទងមកឥឡូវហ្នឹងយើងកំពុងតែឆេះម៉ាស៊ីនបង កំពុងតែឆេះហ្នឹងមិនស្ងាត់nữa ចាបងព្រោះម៉ាស៊ីនណានេះគឺស្ងាត់ល្អហ៎បង អូហើយយើងដូរអាទៅអគ្គិសនីទៅសាំងមកអគ្គិសនីដូរទៅណា ចាបងអត់តាក់ទងជាមួយនឹងដូរអគ្គិសនីមកសាំងបងអាចចុចកន្លែងនេះហើយយើងដូរកន្លែងនេះបានបើសិនជាបងចុចចូលកន្លែង EV នេះវាលោតែកន្លែង EV នេះមកខាងបងអញ្ចឹងងាយស្រួលការសម្គាល់ EV សម្គាល់ហ៎ ចាបង លុយអានេះសាំងវាសល់ប្រមាណហើយភ្លើងវានៅសល់ប្រមាណដែរបងយើងមើលភាគរយវាទៅណាដែរ តាក់ទងជាមួយនឹងភាគរយសាំងអីបងអាចមើលបាននៅលើអេក្រង់នេះបានបង អូ ចា អានេះ មើលបាននៅលើហ្នឹង អានេះយើងប្រើអគ្គិសនីសុទ្ធត្រូវបាទនេះយើងប្រើជាសាំងវិញអូរត់បានឡើង600គីឡូហ្នឹងល្អខ្លាំងនេះអានេះយើងទៅមើលខាងក្រោយតិចណាមើលកៅអីក្លុបក្រោយវា ហ្នឹងហើយបងអាចចេញមកមើលកៅអីគ្រប់ អូខេអូអានេះស្អាតរបស់គេណា ចាបងនេះសម្រាប់គូក្រៅវាគឺប្រភេទគូក្រៅអូតូបងហើយតាក់ទងជាមួយក្លុបខាងក្រៅនេះដែរគឺមានសភាពធំទូលាយខ្លាំងមែនតើបងអាចមើលជាក់ស្ដែងបានគឺយើងអាចដាក់អីវ៉ាន់បានច្រើនណាបង អូអានេះមាន sensor ទៀត ចាបង sensor វាគឺមានប្រជុំវិញឡានបងប្រភេទឡានហ្នឹង អានេះឧទាហរណ៍វាយើងបិទអីវាអត់គៀបដែរយើងដែរត្រូវ អត់គៀបទេបងប្រភេទឡានហ្នឹងព្រោះវាមាន sensor បង ហ្នឹងហើយដោយសារវាមានកូនក្មេងអញ្ចឹងកណ្ដៃខ្លាចគាត់ចុចលេងទៅខ្លាចគៀបដៃពួកគាត់ ចាបងចា នេះគឺអូលយណាអានេះក៏អីអូតូមានតែខាងណាដែរអូន សម្រាប់កៅអីអូតូវិញគឺយើងមានតែកន្លែង driver មួយទេបង អូអាហ្នឹងយើងស្រែមិនដែរវិញ បងអត់ទាក់ទងជាមួយនឹងកៅអីអូតូនេះគឺបងអាចប្រើទៅមុខទៅក្រោយឬក៏ទាញឆ្វេងស្ដាំបានទៅតាមចំណង់ចំណូលចិត្តរបស់បងទៀតខ្ពស់បានតាមហ្នឹង អូបានទៀតខ្ពស់ទៀតបានតែកៅអីអូតូហ្នឹងគាត់រុញទៅមុខទៅក្រោយណា បានទាំងគៀបខ្ពស់បងព្រោះប្រភេទកៅអីនេះហង អានេះតម្លៃដូចយើងនិយាយមិញតម្លៃប៉ុន្មានដែរ តម្លៃតែ 25,500 ទេបងតាក់ទងជាមួយនឹងប្រភេទឡាននេះហើយសម្រាប់ប្រភេទឡាននេះគឺជួយសំចៃបងច្រើនខ្លាំងមែនតើព្រោះយើងប្រើទាំងអគ្គិសនីប្រើទាំងសាំងបងហើយឡាននេះប្រើទាំងអគ្គិសនីប្រើទាំងសាំងតម្លៃតែ 20000 ស្ដាងគឺបងរកអត់មានហ្មងបង ដោយសារតម្លៃពពួក hybrid ទាំងអស់អានេះ2025ហើយតម្លៃវាតែ 20000 ជាង ហ្នឹងហើយបង អូផែអានេះបើយើងត្រូវអីអាចមានឡានដឹកអីដឹកដល់ផ្ទះអត់ ចាបងបើតាក់ទងជាមួយនឹងបើសិនជាបងមានតម្រូវការត្រូវឥឡូវហ្នឹងគឺអាចមានឡានដឹកជូនបងបាន ឥឡូវបងអត់ចង់តេស្តឥឡូវយើងទៅធ្វើឯកសារហ្មងណា អូខេបងបាន អូអានេះឯកសារ ចាបង ហើយចាហ្នឹងឯកសារហ្នឹងយើងបញ្ជាក់ទៅលើអីខ្លះ ចាបងអត់តាក់ទងកន្លែងនេះកន្លែងជាមួយនឹង model ឡានណាបងហើយកន្លែងនេះដែរតាក់ទងជាមួយនឹងលេខ VIN ឡានបងហើយតាក់ទងមួយ item នេះគឺយើងថែមជូនទៅលើបងផ្សេងៗទៀតណាបង ថែមជូនអីខ្លះដែរ ហើយកន្លែងនេះគឺ item ថែមជូនបងផ្សេងៗនៅក្នុងហ្នឹងណាបងហើយតាក់ទងជាមួយនឹងកន្លែងនេះដែរតាក់ទងជាមួយនឹងការធានារបស់យើងគឺយើងមានធានាផ្សេងៗនៅលើនឹងទាំងអស់បង អូអានេះធានារហូតដល់5ឆ្នាំណោះ បង អានេះដូចជាមានដោប្រេងម៉ាស៊ីនឲ្យ2ឆ្នាំដែរត្រូវ ចាបងចាដោប្រេងម៉ាស៊ីនជូនបង free 2ឆ្នាំបង អូឡយឥឡូវខ្សែឯកសារបងចាំមើលអូនឯងទៅស្អីហើយចាំបងភ័យលុយក៏បានដែរ ចាបងចាបងភ័យតាមណាដែរបង អូបងចង់ភ័យ transfer អូខេបង អូភ័យ AVA ណោះ ចា អូខេចាំតិចអាហ្នឹង25500 ចាបង 25,500 អូខេបង transfer ឲ្យបងបាញ់ទៅ ចាបងចា
បងទទួលបានទេបងអរគុណ បាទអរគុណច្រើនចឹង អរគុណច្រើន បាទ ចាបងនេះសម្រាប់ឯកសាររបស់បងខាងបងរៀបចំជូនបងហៅនេះបង បាទចឹងឲ្យសាររយន្តនេះនឹកតែឡើយមែនទេ ចាបងសម្រាប់រថយន្តខាងបងនឹងរៀបចំដល់ជូនបងឥឡូវហ្នឹងណា អូ បង ខេចឹង ចាបងសម្រាប់ឯកសារអរគុណច្រើនបង បាទអូខេអូនអរគុណច្រើន ចាបងអរគុណ អូនឯងចាំរៀបចំអីវ៉ាន់ផ្សេងជាមួយនឹងការថែមជូនការតម្លៃឆ្នាំងសាអីឲ្យបងផងណា ចាបង ដាក់ជាមួយឡានដឹកទៅ ដាក់ទៅជូនបងមកកាផ្លេមក អូ បង ខេអូន